ដូចខ្ញុំទៅជែកលេងជាមួយមិត្តភ័ក្តិមួយថ្ងៃមុនថាយើងជាគ្រូយើងហាមដាច់ខាតដៀលកូនសិស្សថាល្ងងអាល្ងីល្ងើអត់ចេះអាល្ងងមកអត់មានដៀលគាត់កើតទេព្រោះមូលហេតុអីគាត់អត់ចេះហ្នឹងហើយបានគាត់មករៀនជាមួយយើងជាគ្រូអញ្ចឹងហើយខ្ញុំទៅជែកជាមួយគាត់ថាអ្នកខ្លះគាត់ថាកូនសិស្សនេះល្ងងចេះរៀនទេសំណួរសួរបញ្ជាក់មកវិញកូនសិស្សហ្នឹងគ្នាមិនចេះគ្នាមិនចេះរៀនឬក៏យើងជាគ្រូហ្នឹងអត់ចេះបរៀនដល់ពេលសួរបញ្ជាក់ហ្នឹងទៅវិញកូនសិស្សហ្នឹងគាត់អត់ចូលចិត្តរៀនគាត់អត់ចាប់អារម្មណ៍រៀនព្រោះរបៀបដែលគ្រូបរៀនហ្នឹងវាគួរឲ្យធុញថប់ស្ងីហ្នឹងរបៀបដែលគ្រូបរៀនហ្នឹងកូនសិស្សល្ងុយដេកអស់ហ្នឹងអញ្ចឹងយើងទៅបន្ទោសអ្នករៀនមិនអញ្ចឹងចំណុចកន្លែងនេះគឺក៏ពាក់ព័ន្ធទៅនឹងសិល្បៈនៃការប្រស្រ័យទាក់ទងដែរយើងដូរបរិយាកាសពីការដែលយើងឈរនិយាយម្នាក់ឯងយើងឲ្យកូនសិស្សធ្វើលំហាត់មើលសួរសំណួរទៅកូនសិស្សមើលឲ្យកូនសិស្សគិតមុនទៅបើសិនជាកូនសិស្សមិនឆ្លើយមិនចេញសួរថាតើកូនឯងចង់បានចម្លើយអត់បើគាត់ចង់បានចម្លើយឥឡូវចេះកូនឯងសួរក្នុងថ្នាក់មើលអ្នកណាចេះអ្នកណាដឹងចម្លើយអត់អ្នកនោះលើកដៃនោះកូននោះអ្នកនោះលើកដៃអញ្ចឹងកូនឯងសួរមើលនៅពេលដែលគេឆ្លើយមកកូនឯងអត់ដឹងថាត្រូវឬក៏ខុសទេកូនឯងសួរមិត្តភក្តិចម្លើយគាត់នឹងត្រូវឬក៏ខុសហើយបើភាគច្រើនឆ្លើយតែត្រូវសួរគាត់បញ្ជាក់មួយម៉ាត់ទៀតចម្លើយហ្នឹងច្បាស់តែត្រូវទេបាទអញ្ចឹងបើគេភាគច្រើនគេឆ្លើយត្រូវគេចេះជាងយើងហើយយើងដឹងថាគេចេះដែរអាហ្នឹងយើងអាចទទួលយោបល់ពីគេបានឬក៏សួរបញ្ជាក់ពីគ្រូថាលោកគ្រូចម្លើយគាត់ហ្នឹងត្រូវអត់បើសិនជាត្រូវខ្ញុំទទួលយកថ្ងៃក្រោយខ្ញុំធ្វើតាមនឹងដែរឧទាហរណ៍អញ្ចឹងអាហ្នឹងគឺវាតាក់ទងទៅនឹងសិល្បៈនៃការប្រស្រ័យទាក់ទងនៃការនិយាយ